ស្រុកមេសាងកាលពីថ្ងៃទី18ខែមិថុនាឆ្នាំ2026កន្លងទៅនេះអាយុដំបណ្ឌិតទូចវណ្ណៈប្រធានក្រុមការងារចុះជួយក្នុងស្រុកមេសាងសសយកនិងលោកហ៊ុនសុផាតអភិបាលនៃគណៈអភិបាលស្រុកមេសាងខេត្តព្រៃវែងនិងជាប្រធានសសយកស្រុកមេសាងដែលបានដឹកនាំនៃកិច្ចប្រជុំដែលពិនិត្យពិភាក្សាលើការងារដែលត្រូវអនុវត្តបន្តរបស់សសយកនៅក្នុងស្រុកមេសាងខេត្តព្រៃវែងនៅក្នុងឱកាសនេះដែរក្រុមការងារក៏បានទទួលទានអាហារសាមគ្គីថ្ងៃត្រង់រួមគ្នាប្រកបដោយភាពស្និទ្ធស្នាលយ៉ាងក្រៃលែងចាជំរាបសួរជំរាបព្រលឹកចាជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋចាជាពិសេសនៅក្នុងស្រុកមេសាងខេត្តព្រៃវែងបន្តតែម្ដងកាលពីកន្លងផុតទៅនេះនៅថ្ងៃទី18ខែមិថុនាឆ្នាំ2026ចាក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតទូចវណ្ណៈចាដែលជាប្រធានក្រុមការងារចុះជួយចាក្នុងស្រុកមេសាងចាគឺសសយកក្នុងស្រុកមេសាងខេត្តព្រៃវែងនិងលោកហ៊ុនសុផាតចាអភិបាលនៃគណៈអភិបាលស្រុកមេសាងខេត្តព្រៃវែងនិងជាប្រធានសសយកស្រុកមេសាងផងដែរក៏បានដឹកនាំនៃកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើការងារដែលត្រូវអនុវត្តបន្តរបស់សសយកផងដែរចានៅក្នុងស្រុកមេសាងខេត្តព្រៃវែងដូច្នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋកាលពីកន្លងទៅនេះចាអបអរសាទរនៅទស្សនវិជ្ជាចាដោយសារល្អដោយសារកម្រមានកើតនៅក្នុងចាស្រុកមេសាងខេត្តព្រៃវែងគណៈពេលនេះបើសិនណាជានាងខ្ញុំពីពរនីអធិប្បាយទៅមានចំណុចណាដែលតខុសឬក៏ឆ្គងត្រង់ចំណុចណាមួយសង្ឃឹមថាថ្នាក់ដឹកនាំនៅក្នុងស្រុកមេសាងក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ចាអធិស្ឋានមកកាន់នាងខ្ញុំផងដែរគណៈពេលនេះសូមអរគុណសូមជម្រាបលា